មែនតើបងប្អូនការប្រើប្រាស់ជីថ្នាំទៅលើដំណាំដាំដុះពិសេសជីបំពន់ដែលខ្ញុំនឹងជជែកនៅក្នុងវីដេអូនេះរបៀបដូចមនុស្សយើងបងប្អូនមនុស្សយើងកូនក្មេងតិចតួចបាទក្មេងតិចតួចអាយុក្រោម2ឆ្នាំជាទូទៅអាហារគោលរបស់គាត់ហ្នឹងគឺទឹកដោះម្ដាយបាទទឹកដោះម្ដាយបន្ទាប់មកបបរខាប់គ្រប់គ្រឿងបបរប៉ែកណាបងប្អូនបាទហើយពេញកម្លាំងពេញរូបពេញរាងដូចយើងពេញកម្លាំងទៅហ្មងយើងអាចញ៉ាំផ្សេងហើយលោកយាយលោកតាចាស់គាត់ពិសាគាត់ហូបផ្សេងយើងទៅអញ្ចឹងឯងដំណាំក៏ដូចគ្នាដែរបងប្អូនអាយុតិចតួចដើមតិចតួចវាត្រូវការជីបំពន់វាត្រូវការសារធាតុចិញ្ចឹមកម្រិតគឺផ្សេងគ្នានៅពេលដែលវាធំចាប់ផ្ដើមផ្កាដូចនៅទីនេះបងប្អូនចាប់ផ្ដើមផ្កាអញ្ចេះវាត្រូវការសារធាតុចិញ្ចឹមបរិមាណនៃសារធាតុចិញ្ចឹមផ្សេងហើយនៅពេលដែលដើមវាចាប់ផ្ដើមមានផ្លែមានផ្កាផ្សេងអញ្ចឹងឯងក្នុងការប្រើប្រាស់គឺយើងបត់បែនទៅតាមអាយុកាលរបស់ដំណាំទៅតាមស្ថានភាពរបស់ដំណាំដែរមិនមែនថាដំណាំតែមួយហ្នឹងហើយអាយុកាលខុសគ្នាយើងប្រើសារធាតុចិញ្ចឹមយើងប្រើបរិមាណដូចគ្នានឹងទេបាទទូយ៉ាងនៅទីនេះបងប្អូនបាទនេះឥឡូវនេះក្រុមការងាររបស់ខ្ញុំគាត់កំពុងតែនៅប្រើបាញ់ថ្នាំនេះបងប្អូនបាទជីបំពន់នេះបាទបងប្អូនឃើញមាន N មាន P មាន K ជាគូលហ្នឹងមាន N P K បាទហើយលេខវាក៏ខុសគ្នាដែរបងប្អូនបាទលេខរបស់វាក៏ខុសគ្នានៅទីនេះបងប្អូន N បងប្អូនឃើញមាន 5.48% P N ខ្ញុំបញ្ជាក់ឡើងវិញ N អាសូតបាទអាសូតហ្នឹងគឺលេខវា 5.48% អ៊ុយរ៉េណាបងប្អូនសារធាតុអ៊ុយរ៉េណា 5.48% P ផូស្វ័រវាមានរហូតទៅដល់ 39.66% ហើយប៉ូតាស្យូមកាលីបាទវាមាន 20.08% ហើយវាមានមីក្រូធាតុបាទមានសង្កសីមានដែកមានបរ៉ុនអីជាដើមអញ្ចឹងបាទហេតុអីក៏នៅពេលនេះយើងប្រើផូស្វ័រឬក៏ពេខ្ពស់បងប្អូនមើលទៅលើដំណាំរបស់ខ្ញុំវិញបាទមើលទៅលើដំណាំរបស់ខ្ញុំវិញគឺវាកំពុងតែនៅចាញ់ក្តឹបបាទចាញ់ក្តឹបប៉ុនមេដៃប៉ុនមេជើងមកបាទក្តឹបប៉ុនមេដៃក្តឹបប៉ុនមេជើងដំណាក់កាលដំបូងនេះគឺដំណាក់កាលផ្កាក្តឹបដំបូងនេះសារធាតុពេសារធាតុផូស្វ័រគឺវាត្រូវការខ្ពស់ជាងសារធាតុផ្សេងទៀតអញ្ចឹងហើយបានជាយើងជ្រើសរើសប្រើជីបំពន់ដែលមានពេខ្ពស់បាទបញ្ជាក់ឡើងវិញបងប្អូនឃើញខ្ញុំលើក10ជីឈ្មោះវាចិន brand នេះហើយបងប្អូនទៅរកជីនឹងយកមកបាញ់ដែរតាមខ្ញុំដែរហើយកន្លែងបងប្អូនអត់មានមិនទៀមទាតតែអញ្ចឹងទេបាទមិនទៀមទាថាតតែមានក្រុមហ៊ុនហ្នឹងទើបបងប្អូនប្រើនឹងទេអ្វីដែលខ្ញុំចង់ចែករំលែកជាមួយនឹងបងប្អូនគឺបរិមាណនៃសារធាតុចិញ្ចឹមនៅទីនេះបាទមាន N មាន P មាន K ហើយនឹងមានមីក្រូធាតុមួយចំនួននេះវាជំនួយបន្ថែមកាន់តែប្រសើរជាពិសេសនៅដំណាក់កាលផ្កាដំណាក់កាលផ្លែរបៀបនេះឯងបាទអញ្ចឹងអត់មានក្រុមហ៊ុននេះក៏ដោយបងប្អូនសំខាន់គឺលេខសារធាតុចិញ្ចឹមដែលមាននៅលើកញ្ចប់ឬក៏មាននៅលើដបបាទអញ្ចឹងបងប្អូនអត់ត្រូវគិតថាតតែដបហើយក្រុមហ៊ុនហ្នឹងទើបយកមកប្រើបាននឹងទេអ្វីដែលខ្ញុំចង់ណែនាំខ្ញុំមិនមែនប្រម៉ូទឲ្យក្រុមហ៊ុននេះទេគ្រាន់តែថាខ្ញុំឃើញលេខនេះវាសមស្របសម្រាប់ដំណាំរបស់ខ្ញុំនៅពេលនេះខ្ញុំក៏ទិញយកមកប្រើទៅអញ្ចឹងបងប្អូនមើលតែលើលេខបាទមាន N មាន P មាន K ដំណាក់កាលផ្កាក្តឹបដំបូងបងប្អូនប្រើលេខ N លេខ P ខ្ពស់បាទលេខ P ខ្ពស់ហើយនៅដំណាក់កាលផ្កានៅដំណាក់កាលផ្លែវាចាប់ដើមធំជាងនេះបងប្អូនប្រើការខ្ពស់វិញបាទប្រើជីកាប្រើលេខនៅអក្សរកាឬក៏សារធាតុកាសារធាតុកាលីសារធាតុប៉ូតាស្យូមខ្ពស់វិញបាទបើនៅក្តឹបដំបូងផ្កាដំបូងយើងប្រើពេខ្ពស់ហើយបើវានៅតិចតួចបងប្អូនបើវានៅតិចតួចយើងប្រើ N ខ្ពស់វិញបាទយើងប្រើ N ខ្ពស់វិញនេះហើយជាបទពិសោធន៍ក្នុងការប្រើប្រាស់ជីបំពន់របស់ខ្ញុំនៅទីនេះគឺយើងបត់បែនទៅតាមស្ថានភាពរបស់ដំណាំយើងបត់បែនទៅតាមអាយុកាលរបស់ដំណាំហើយយើងបត់បែនទៅតាមបរិយាកាសឬក៏អាកាសធាតុអីផងដែរវារួមផ្សំគ្នាដោយសារសារធាតុមួយចំនួននៅពេលដែលអាកាសធាតុប្រែប្រួលវាជះឥទ្ធិពលទៅលើដំណាំរបស់យើងអញ្ចឹងយើងមានសារធាតុមួយចំនួនយើងមានបរិមាណឬក៏កម្រិតឬក៏របៀបក្នុងការប្រើប្រាស់ថ្នាំបំពន់របស់យើងនឹងឯងវារួមចំណែកក្នុងការធ្វើឲ្យដំណាំយើងមានសុខភាពល្អទទួលបានទិន្នផលខ្ពស់ផងដែរបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះមានអ្វីចូលរួមបងប្អូនអាចសរសេរបានខាងក្រោមហើយយើងជួបគ្នានៅពេលក្រោយទៀត